សូមជឿនរឿងឆ្កែតាមទន្សាយមានឆ្កែមួយក្បាលរត់ដេញប្រឡែងជាមួយទន្សាយក្បាលជើងភ្នំពេលខ្លះវាប្រើចង្កូមខាំទន្សាយហាក់ដូចជាចង់សម្លាប់ពេលខ្លះទៀតវាប្រើចង្កូមខាំត្រដោះលេងសើចជាមួយទន្សាយតែប៉ុណ្ណោះទន្សាយក្តៅក្រហាយយ៉ាងខ្លាំងនៅទង្វើរបស់ឆ្កែវានិយាយទៅឆ្កែថាខ្ញុំចង់ឲ្យបងបង្ហាញមុខមាត់ពិតថាបងប្រឡែងជាមួយខ្ញុំក្នុងមានជាមិត្តភក្តិឬក៏បងចង់សម្លាប់ខ្ញុំបងដឹងទេថាពេលប្រឡែងជាមួយខ្ញុំបងខាងខ្ញុំឈឺណាស់ចោះបើសិនជាមានគេធ្វើបែបនេះដាក់បងវិញបងក៏យ៉ាងណាដែរកែឮដូច្នេះមានអារម្មណ៍ថាខ្មាស់អៀនយ៉ាងខ្លាំងនិងបានសុំទោសទន្សាយហើយពួកវាក៏បានក្លាយជាមិត្តល្អមួយគ្នារហូតមកគំនិតអប់រំ1កុំធ្វើអ្វីមួយគ្រាន់ដើម្បីលេងសើច2កុំរស់នៅស្ថានភាពដែលមិនពេញចិត្ត3ត្រូវក្លាហាននិងមានការទទួលខុសត្រូវសូមអរគុណសុខភាពល្អ